បាទសូមជំរាបសួរបងប្អូននៅលើបន្តមេរៀនទៀតដោយសារតែយើងជាប់កម្មវិធីបុណ្យជាតិសម្រាប់ឈប់ច្រើនថ្ងៃណាឥឡូវយើងបន្តទៀតតទៅ Microsoft បច្ចេកឬក៏គេហៅថាការវិភាគសាងសង់ហើយខ្ញុំមកបញ្យល់ថ្ងៃនេះគឺតកតងជាមួយនឹងចំនួនថ្ងៃថ្ងៃ start ថ្ងៃបញ្ចប់អញ្ចឹងប៉ុន្តែថ្ងៃបញ្ចប់វាគិតទៅតាមចំនួនថ្ងៃដែលយើងវាយណាឧទាហរណ៍ថាយើងវាយ10ថ្ងៃអញ្ចឹង start ពីថ្ងៃទី1អញ្ចឹងប្រកាសជាថ្ងៃទី10វាបញ្ចប់វា load មកអូតូអាកន្លែង finish ហ្នឹងណាបាទបន្តមកទៀតខ្ញុំចង់សួរទៅលើការវិភាគសាងសង់នេះតើយើងសាងសង់ឬក៏យើងធ្វើលើការងារអីមួយប្រហែលថ្ងៃនេះសំណួរណាហើយទី2តកតងជាមួយនឹងការ delay ថ្ងៃឈប់សម្រាកថ្ងៃអីអានឹងគេ set បន្តទៀតវាគិតទៅណាអូខេអញ្ចឹងអានេះចំនួនថ្ងៃនេះមានយើងអាចវាយបានច្រើនថ្ងៃណាប៉ុន្តែនេះវាមាន costing wall ឧទាហរណ៍ថាការងារកាត់ជញ្ជាំងនេះខ្ញុំប្រើពេល3ថ្ងៃហើយអានេះគឺថ្ងៃដែលវាចាប់ផ្ដើមហើយយើងមើលការវិភាគរបស់យើងនេះវាថ្ងៃទី20បាទថ្ងៃទី20បណ្ដានេះវា start ទៅខុស start ពីថ្ងៃនេះទៅថ្ងៃនេះអញ្ចឹងយើងឧទាហរណ៍ឥឡូវយើង start ពីថ្ងៃទី22ទៅអញ្ចឹងថ្ងៃទី22បូកសំទោសអានេះវាត្រូវថ្ងៃ22ខែ4ណា2025អញ្ចឹងដល់ថ្ងៃទីអានេះយើងវាយតែ3ថ្ងៃឯងអញ្ចឹង3ថ្ងៃវាត្រូវថ្ងៃ24វាបញ្ចប់ប៉ុន្តែឧទាហរណ៍ថាខ្ញុំកាត់អញ្ចឹង10ថ្ងៃអញ្ចឹង10ថ្ងៃវាលោតមកដល់ថ្ងៃនេះតែនេះខ្ញុំវាយទៅខុសណាខ្ញុំកែតាមមួយអាទិត្យបានហើយកាត់មួយអាទិត្យfile installation នេះគឺតកតងជាមួយនឹងតយោនេះខ្ញុំប្រកបថា3ថ្ងៃអូខេ3ថ្ងៃនេះខ្ញុំ start គិតពីអានេះខ្ញុំកាត់អញ្ចឹងចប់ថ្ងៃទី22បាទសំទោសអានេះយើងគិតតពីអាខាងនេះមកប៉ុន្តែខ្ញុំ set នេះក្នុងលក្ខខណ្ឌគ្រឹះណាវាមិនមែនជាស្តង់ដារការងារទេប៉ុន្តែជាគ្រឹះដើម្បីងាយស្រួលនៅក្នុងការទៅធ្វើឲ្យស្តង់ដារព្រោះដោយសារតែ Microsoft បច្ចេកនេះជាទូទៅខ្ញុំពង្រៀនខ្ញុំសួរក្នុងជំរើសណា40នាក់មិនទាន់មានអ្នកចេះមួយទេចេះតែនៅពេលដែលគាត់ចេញទៅធ្វើការទេតែសម្រាប់នៅនិស្សិតគឺកម្រជួបណាខ្ញុំកម្រជួបខ្ញុំពង្រៀនមួយឆ្នាំខ្ញុំជួបតែម្នាក់2នាក់ទេយ៉ាងច្រើនបំផុតអ្នកដែលចេះអញ្ចឹងខ្ញុំអានេះជាគ្រឹះឧទាហរណ៍ណាឥឡូវវា start មកវា7ថ្ងៃអានេះថ្ងៃសរុបទេឥឡូវអានេះខ្ញុំទុកសិនទេអានេះវាចេញពណ៌ក្រហមនេះការងារហ្នឹងអានេះវា start ថ្ងៃទីបងប្អូនមើលណាអានេះថ្ងៃទី5ខែ4អូខេឥឡូវខ្ញុំបន្តមកខាងនេះអានេះយើងយកវាចប់ត្រឹមថ្ងៃទី30ថ្ងៃទី30ចឹងខ្ញុំយកថ្ងៃទី1ខែ5ថ្ងៃទី1ខែ5ត្រូវណាខ្ញុំយកបែបហ្នឹងអានេះវាលោតពណ៌ក្រហមអានេះវានៅពាក់ព័ន្ធជាមួយនឹងខាងលើនេះបាទខាងលើនេះចឹងខ្ញុំ start មកឧទាហរណ៍ថាការងារហ្នឹងខ្ញុំធ្វើវាមួយខែខ្ញុំយក30ថ្ងៃគឺវាឡើងក្រហមឯងអានេះ30ថ្ងៃចឹងពីខែ4ដល់ខែ5បាទចានេះចំនួនថ្ងៃយើងវាយធ្វើម៉េចកុំឲ្យផុតណាតែផុត delay វាលោតក្រហមអានេះខ្ញុំជំរាបតាក់ទងជាមួយនឹងជំរើសរបស់វាណាបាទអូខេជើងយើងអូមមកខាងនេះតិចយើងមើលក្រាបរបស់វាលោតមកខាងនេះអូខេចឹងអានេះគឺថ្ងៃបញ្ចប់ឬក៏ថ្ងៃ start ចឹងខ្ញុំក៏បញ្យល់ថ្ងៃឥឡូវឧទាហរណ៍ថាខ្ញុំលុបចោលទាំងអស់ខ្ញុំលុបចោលទាំងអស់ណាអូខេចឹងអាការងារនេះឧទាហរណ៍ថាខ្ញុំធ្វើវាមួយខែណាការងារហ្នឹងមួយខែហើយខ្ញុំ start ពីថ្ងៃទីឥឡូវនេះវាថ្ងៃទី20ហើយ
ខ្ញុំ start ពីថ្ងៃច័ន្ទទៅថ្ងៃទី21ចឹងវាបញ្ចប់ដោយខែថ្ងៃទី30បាទខែ5ព្រោះយើងប្រើពេលមួយខែបងប្អូនមើលអាក្រាបហ្នឹងឲ្យយល់ណាអូខេឥឡូវខ្ញុំទាញបងប្អូនមើលណាអានេះថ្ងៃប៉ុណ្ណេះខ្ញុំ start ណាអូខេបន្ទាប់មកសម្រាប់ការងារកាត់អញ្ចាំងនេះខ្ញុំដូរវាទៅ3ថ្ងៃខ្ញុំកាត់អញ្ចាំងដល់3ថ្ងៃអូខេចឹងថ្ងៃទី21ខ្ញុំចូលទៅថ្ងៃខ្ញុំចាប់ដើមត្រាសេអីថ្ងៃទី21ប្រើពេល3ថ្ងៃអូខេបន្តមកទៀតអានេះខ្ញុំប្រើពេល3ថ្ងៃទៀតដូច្នេះខ្ញុំ start ពីអានេះថ្ងៃទីចាប់ថ្ងៃទី23ខ្ញុំ start ពីថ្ងៃទី23បញ្ចប់ទៀតគឺអញ្ចឹងអានេះវាចាប់ត្រឹមថ្ងៃទី25ចាប់ថ្ងៃ25ខ្ញុំ start ពីថ្ងៃទី25ទៅដែរហើយសម្រាប់ឡើងត្រេននេះខ្ញុំប្រើពេល2ថ្ងៃបងប្អូនឃើញទេហើយអានេះចាប់ត្រឹមថ្ងៃទី28ចាអានេះចំនួនថ្ងៃប្រហែលជាអូខេអានេះនៅត្រឹមខែ4នៅឡើយខ្ញុំប្រើពេល2ថ្ងៃខ្ញុំប្រើពេលអានេះ3 2អានេះ6មួយអាទិត្យអានេះចូលការងារមួយអាទិត្យហើយនៅក្នុងអំឡុងខែ4នៅឡើយណាថ្ងៃទី4ថ្ងៃទី28ហើយបន្តមកទៀតតឡើងខ្សែខ្ញុំប្រើពេល2ថ្ងៃដូចគ្នាចឹងខ្ញុំ start ពីអានេះថ្ងៃទី28ខ្ញុំ start ពីថ្ងៃ29ខ្ញុំប្រើពេល2ថ្ងៃចាប់សម្ភារៈខ្ញុំប្រើពេល3ថ្ងៃហើយខ្ញុំប្រើពេល3ថ្ងៃចុះឥឡូវខ្ញុំអានេះយើងចាប់ត្រឹមថ្ងៃ30ចឹងខ្ញុំយកត្រឹមថ្ងៃទី1ហើយបន្តមកទៀតខ្ញុំប្រើពេលចាប់ទូខ្ញុំប្រើពេល2ថ្ងៃអានេះថ្ងៃទី5ខែ5នេះចឹងខ្ញុំ start ពីថ្ងៃទី6បងប្អូនឃើញអានេះ schedule ខ្ញុំគ្រាន់បំពេញត្រួសឲ្យបងប្អូនមើលណាបាទអូខេអានេះខ្ញុំធ្វើអញ្ចឹងអានេះគឺអានេះយើងបញ្ជាចុះវាបន្តិចអូខេអានេះយើងចុះដើមបន្តបន្តិចទេអូខេអញ្ចឹងអានេះតកតូនចំនួនថ្ងៃខ្ញុំបញ្យល់ថ្ងៃ start និងថ្ងៃបញ្ចប់ទេអរគុណណាបាទអរគុណ